បន្ទាប់ពីយើងចោះកម្របកេសស្នោហើយយើងដល់វគ្គរៀបចំឡាំងដើម្បីដាំបន្លែអញ្ចឹងទី1យើងបងត្រូវការទិញថង់ដាក់សម្រាមអាធំអា100គីឡូអាអត់ដៃឬក៏បងអាចដាក់ផ្លាស្ទិកផ្សេងគ្រប់ពណ៌អីក៏បានដែរប៉ុន្តែឲ្យតែយើងអាចដាក់ដូចយើងខ្ញុំដាក់ឲ្យបងមើលអញ្ចឹងណាគឺអាចទី1ដោយសារតែឡាំងស្នោមានសារជាតិគីមីប៉ុន្តែវាមានតិចតួចវាអត់មានច្រើនទេហើយមួយទៀតបើយើងធ្លាប់ថង់អញ្ចឹងគឺកុំឲ្យមានប៉ះពាល់ជាមួយនឹងឡាំងស្នោហើយទី2កុំឲ្យឡាំងយើងបើសិនខ្ញុំប្រើឡាំងមកទឹកបងមើលតឡាំងទៅដឹងនេះអាឡាំងចាស់ហ្នឹងយើងយកប្រើបានប៉ុន្តែអ្វីដែលសំខាន់យើងត្រូវតែធ្លាប់ថង់អញ្ចឹងតួឡាំងយើងចាស់ប៉ុណ្ណាក៏យើងអាចដាំបានដែរអញ្ចឹងបងនេះយល់ទេណាត្រង់ចំណុចដែលមូលហេតុដែលគេធ្លាប់ថង់ឲ្យទោះជាឡាំងថ្មីបងក៏ត្រូវធ្លាប់ដែរពេលខ្លះយើងមើលអត់ឃើញមិនប្រកាសថាឡាំងហ្នឹងវាអត់ជ្រាបវាអត់អីទេអញ្ចឹងការពារជំរាបទឹកតែឥឡូវយើងធ្វើការដាក់ទឹកលាយជីដើម្បីដាំបន្លែរបស់យើងហើយនាងខ្ញុំដាក់ទឹកចូលយកហ្មងអត់វល់ហ្នឹងដោយសារតែនាងខ្ញុំដឹងថាចំណុះឡាំងនាងខ្ញុំហ្នឹងទឹក40លីត្រដែរអញ្ចឹងបើសិនជាបងប្រើឡាំងថ្មីអត់ទាន់ដឹងថាចំណុះឡាំងខ្លួនឯងទឹកប៉ុន្មានលីត្រទេបងវល់ទៅថាចំនួនមួយឡាំងបងហ្នឹងទឹកប៉ុន្មានលីត្រអញ្ចឹងយើងស្រួលយកអាចំនួនលីត្រហ្នឹងគុណជាមួយនឹងទឹកជីយើងឥឡូវខ្ញុំធ្វើការដាក់ទឹកសិនទឹកយើងដាក់ឲ្យពេញណាបងតាគ្នាអញ្ចឹងឡាំងដែលនាងខ្ញុំធ្លាប់ថង់ហើយគឺនាងខ្ញុំដាក់ទឹកឲ្យពេញអញ្ចឹងណាហើយនេះវារៀងស្ទើរជីហើយកោហើយចាំបងដាក់ទឹកឲ្យរៀងពេញជាងនឹងតែបើសិនជាយើងដាក់ពេញនៅពេលយើងដាក់ជីទៅយើងកោទៅវាខ្លាចកពុបអញ្ចឹងឥឡូវខ្ញុំចង់ប្រាប់ពីការលាយជីដល់បងប្អូនទាំងគ្នាហើយមួយទៀតរឿងឡាំងអញ្ចឹងឡាំងនេះខ្ញុំនេះគឺទឹក40លីត្រឡាំងដាក់ត្រីសាម៉ុនហើយខ្ញុំចង់បញ្ជាក់បងប្អូនមួយទៀតអំពីរឿងឡាំងពេលខ្លះឡាំងអត់ដូចគ្នាទេឡាំងបងខ្លះ20 30 40លីត្រ60លីត្រ50លីត្រអញ្ចឹងឡាំងយើងចំណុះអត់ដូចគ្នាទេតែយើងអាចដាំបានដូចគ្នាសំខាន់លើបងវល់អញ្ចឹងឡាំងនេះគឺនាងខ្ញុំដឹងណាថាឡាំងនាងខ្ញុំនេះចំនួន40លីត្រអញ្ចឹងខ្ញុំបញ្ជាក់ជូនបងបើសិនជាស្ពៃយើងដាក់ទឹក1លីត្រជីមួយមុខ 6cc ស្ពៃតកួនអាហ្នឹងប្រភេទស្ពៃប្រភេទតកួនហើយបើប្រភេទសាឡាត់យើងដាក់តែជីមួយមុខ 3cc ទេទឹក1លីត្រអញ្ចឹងខ្ញុំធ្វើការវល់ហើយដូចខ្ញុំចង់បញ្ជាក់បងថាចេះបងវល់បើសិនជាបងមានស្រាំងធំហត់តែល្អស្រាំងធំជាងហ្នឹងណាអញ្ចឹងបងស្រួលវល់ហើយខ្ញុំចង់បញ្ជាក់តែចេះអញ្ចឹងបងទឹក1លីត្រជីមួយមុខ 3cc ឬក៏ 6cc តាមប្រភេទបន្លែអញ្ចឹងខ្ញុំឧទាហរណ៍មួយនេះគឺខ្ញុំដាំសាឡាត់អញ្ចឹងខ្ញុំត្រូវការដាក់ទឹក1លីត្រជីមួយមុខ 3cc អញ្ចឹងខ្ញុំគុណណាអញ្ចឹងខ្ញុំយក3គុណនឹង40 ml ហើយនឹង cc គឺដូចគ្នាខ្ញុំចង់បញ្ជាក់លេខហ្នឹងណាពេលខ្លះបងមើលទៅវាមានអ្នកគេដាក់ ml ហើយនឹង cc អញ្ចឹងបើនេះខ្ញុំស្រាងហ្នឹងគឺមានរហូតដល់ 6cc បើសិនជាខ្ញុំដាក់មកស្រាងហ្នឹងណាអានោះស្មើនឹងទឹក2លីត្រ 6cc ទឹក2លីត្រដោយសារនាងខ្ញុំដាំសាឡាត់មិនមែនដាំស្ពៃតែបើសិនជានាងខ្ញុំដាំស្ពៃមកស្រាងហ្នឹងនាងខ្ញុំប្រើបានទឹក1លីត្រអញ្ចឹងបងអាចយកកតោមួយឬក៏អីដែលធំជាងហ្នឹងឬក៏ទូជាងហ្នឹងយកមកវាល់បានតែបើខ្ញុំណាឡាំង40លីត្រឡាំងត្រីសាម៉ុនគឺខ្ញុំចាក់យកមកកូនកែវនេះគឺ60 ml អញ្ចឹងមកស្រាងនេះ10ដងដោយសារតែស្រាងខ្ញុំត្រឹមតែ 6cc ទេអញ្ចឹងឥឡូវខ្ញុំធ្វើការចាក់ចូលណាប៉ុន្តែលុះត្រាតែបងធ្វើតាមខ្ញុំលុះត្រាតែឡាំងបងកម្រិតប៉ុណ្ណខ្ញុំបានអាចចាក់ពីកូនកែវនេះបានហើយពីកូនកែវនេះខ្ញុំបញ្ជាក់ជូនអ្នកដែលប្រើឡាំងដូចខ្ញុំគឺងាយស្រួលទេប៉ុន្តែបើសិនជាបងអត់ប្រើឡាំងប៉ុណ្ណខ្ញុំទេគឺបងអាចយកស្រាងវល់ដូចខ្ញុំបញ្ជាក់អញ្ចឹងណាអញ្ចឹងទឹក1លីត្រជីមួយមុខ 3cc អញ្ចឹងបងវល់ទឹកគុណចំនួនតាមទឹកជីនិងទឹកបងទៅឡាំងខ្ញុំ40លីត្រអញ្ចឹងខ្ញុំគុណ 3cc គុណនឹង40អញ្ចឹងវាឃើញ120អញ្ចឹងបងធ្វើអញ្ចឹងឲ្យបងកូណាកូវាឲ្យសប់ហើយបង
ថែមទឹកឲ្យពេញបន្តិចថែមទឹកពេញហើយចាំយើងដាក់គ្របឡើងយកកូនបន្លែដែលយើងបានចាប់ចូលកត្រកចូលឲ្យប៉ុងដាក់ចូល